អ៊ុយក្រែនពិតជាមិនធម្មតាមែនឥឡូវនេះអាចមានសង្ឃឹមហើយអ៊ុយក្រែនទទួលបានមីស៊ីលដែលអាចផ្លាស់ប្ដូរសន្ទុះនៃសង្គ្រាមប្រឆាំងជាមួយនឹងការឈ្លានពានរបស់រុស្ស៊ីនេះបើយោងទៅតាមសារព័ត៌មាន Tactic បន្ទាប់អំពីចំនួនអស់រយៈពេលជាង3ឆ្នាំមកអ៊ុយក្រែននៅតែពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសគឺសហរដ្ឋអាមេរិកទោះបីជាយ៉ាងណាក៏ដោយសារតែប្រធានាធិបតី Donald Trump សម្ដែងការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធទៀតទៅកាន់អ៊ុយក្រែនហើយជាមួយនឹងការពន្យាពេលជាញឹកញាប់ក្នុងការចែកចាយអាវុធប្រជាជនអ៊ុយក្រែននិងជនជាតិអ៊ុយក្រែនត្រូវតែមានភាពច្នៃប្រឌិតដោយខ្លួនឯងបញ្ហាពុករលួយក៏បានញោមញីខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរដោយមានរបាយការណ៍ថាសភាវុធអាមេរិកមួយចំនួនមិនដែលបានបញ្ជូនទៅដល់ទីក្រុងគៀវនោះទេជាលទ្ធផលអ៊ុយក្រែនកាន់តែងាកទៅរកការច្នៃប្រឌិតនៅក្នុងស្រុកដើម្បីបង្កើតអាវុធផ្ទាល់ខ្លួនអ៊ុយក្រែនបានទទួលស្គាល់រួចហើយសម្រាប់ការផលិតកាំជ្រួច Neptune ផ្ទាល់ខ្លួនរួមទាំងកំណែទម្រង់អាប់ដេតដែលហៅថា Long Neptune ឥឡូវនេះយោងទៅតាមសារព័ត៌មានបារាំង L'Independent អ៊ុយក្រែនកំពុងតែរៀបចំផលិតមីស៊ីលផ្លោងរយៈចម្ងាយខ្លីថ្មីមួយដែលមានឈ្មោះថា Sapsan តាមពិត Sapsan ត្រូវបានគេរាយការណ៍ថាបានប្រើក្នុងការប្រយុទ្ធនៅដើមខែឧសភាលោក Valentin Bedrock នាយកមជ្ឈមណ្ឌលសិក្សាកងទ័ពបានប្រាប់សារព័ត៌មាន The Kyiv Independent ថាកាំជ្រួចបានវាយប្រហារដោយជោគជ័យលើគោលដៅយោធារុស្ស៊ីដែលមានចម្ងាយជិត300គីឡូម៉ែត្រ Sapsan ដាក់ឈ្មោះតាម Peregrine Falcon គឺជាការធ្វើឲ្យប្រសើរឡើងយ៉ាងសំខាន់លើកាំជ្រួច Attack របស់អាមេរិកវាឈានដល់ល្បឿនរហូតដល់ទៅ Mach 5.2 បើប្រៀបធៀបទៅនឹង Mach 3សម្រាប់ Attack វាក៏ផ្ទុកក្បាលគ្រាប់ធំជាងនេះផងដែរដែលមានទម្ងន់រហូតដល់ទៅ480គីឡូក្រាមធៀបនឹង Attack ទម្ងន់227គីឡូក្រាមនេះបើយោងទៅតាមសារព័ត៌មានអ៊ុយក្រែន